ថៃបាក់មុខនៅលើឆាកអន្តរជាតិចំនួន2លើកលើសំណុំរឿងប្រាសាទព្រះវិហារវិហារជាគេដំណើរដែលសំដេចទ្រង់បានទៀមទាកូនខ្មែរគួរដឹងច្បាស់ថាដំណើរនេះណាទុកជាដីរបស់ជាតិបងប្អូនដឹងអត់រឿងក្តីប្រាសាទព្រះវិហាររវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសថៃគឺប្រទេសកម្ពុជាបានយកឈ្នះលើភាគីថៃចំនួន2លើករួចមកហើយលើកទី1គឺនៅអំឡុងឆ្នាំ1962និងលើកទី2នៅឆ្នាំ2008មានចៅក្រមប្រទេសណាខ្លះដែលបានបោះឆ្នោតគ្រប់គ្រងប្រទេសកម្ពុជាហើយចៅក្រមណាខ្លះដែលបានបោះឆ្នោតគ្រប់គ្រងប្រទេសថៃអរលោកលោកស្រីអ្នកនាងកញ្ញាប្រិយមិត្តអ្នកស្ដាប់ជាទីមេត្រីថ្ងៃនេះខ្ញុំបាទសូមនាំអារម្មណ៍ប្រិយមិត្តអ្នកស្ដាប់មកស្គាល់ចៅក្រមតំណាងប្រទេសទាំងអស់ដែលបានបោះឆ្នោតគ្រប់គ្រងប្រទេសថៃនិងប្រទេសកម្ពុជាទាំងពីរលើកដូចតទៅរឿងក្តីប្រាសាទព្រះវិហាររវាងប្រទេសកម្ពុជាជាមួយនឹងប្រទេសថៃធ្លាប់ត្រូវបានភាគីខាងប្រទេសកម្ពុជាប្តឹងទៅតុលាការអន្តរជាតិចំនួន2លើករួចមកហើយក្នុងដំណើរការបោះឆ្នោតនោះផងដែរមានប្រទេសជាច្រើនបានចូលរួមនៅក្នុងកិច្ចការងារមួយនេះរហូតប្រទេសកម្ពុជាទទួលបានជោគជ័យលើសំណុំរឿងមួយនេះលើកទី1នៅក្នុងរជ្ជកាលព្រះបាទនរោត្តមសីហនុគឺនៅថ្ងៃទី15ខែមិថុនាឆ្នាំ1962ប្រទេសដែលបានចូលរួមបោះឆ្នោតឲ្យប្រទេសកម្ពុជាទទួលបានជ័យជំនះលើភាគីថៃគឺមានសរុបទាំងអស់9សំឡេងក្នុងនោះមានដូចជាប្រទេសអូស្ត្រាលីប្រទេសអេស៊ីបប្រទេសអ៊ីតាលីប្រទេសមិចស៊ីកូប្រទេសប៉ាគីស្ថានប្រទេសកូឡុំបៀប្រទេសណូវេប្រទេសអេសាវ៉ាដឺនិងប្រទេសសូវៀតចំណែកឯភាគីខាងប្រទេសថៃទទួលបានការបោះឆ្នោតគាំទ្រត្រឹម3សំឡេងប៉ុណ្ណោះក្នុងនោះមានប្រទេសអង់គ្លេសប្រទេសចិនតៃវ៉ាន់និងប្រទេសប៊ែលហ្សិកលើកទី2គឺនៅថ្ងៃទី7ខែកក្កដាឆ្នាំ2008ក្នុងរជ្ជកាលព្រះបាទនរោត្តមសីហមុនីក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនកម្ពុជាបានយករឿងក្តីប្រាសាទព្រះវិហារទៅដោះស្រាយនៅតុលាការអន្តរជាតិជាលើកទី2ដោយមានឯកឧត្តមសុខអានជាតំណាងរាជរដ្ឋាភិបាលកម្ពុជាផងដែរលើកទី2នេះផងដែរមានប្រទេសចំនួន15បានចូលរួមនៅក្នុងការបោះឆ្នោតមួយនោះក្នុងនោះមានដូចជាប្រទេសស្លូវ៉ាគីប្រទេសមិចស៊ីកូប្រទេសជប៉ុនប្រទេសញូហ្សេឡង់ប្រទេសរុស្ស៊ីប្រទេសប្រេស៊ីលប្រទេសសូម៉ាលីប្រទេសអង់គ្លេសប្រទេសចិនសហរដ្ឋអាមេរិកម៉ូរ៉ូកូប្រទេសអ៊ីហ្គាន់ដាប្រទេសអ៊ីតាលីនិងប្រទេសបារាំងលើកទី2នេះផងដែរប្រទេសទាំង3ដែលធ្លាប់បោះឆ្នោតគ្រប់គ្រងខាងប្រទេសថៃកាលពីឆ្នាំ1962ក៏បានផ្លាស់ប្ដូរមកគ្រប់គ្រងប្រទេសកម្ពុជាធ្វើឲ្យប្រទេសកម្ពុជាទទួលបានជោគជ័យ 100% លើភាគីថៃហើយក៏បានប្រកាសតំបន់ប្រាសាទព្រះវិហារចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅថ្ងៃទី7ខែកក្កដាឆ្នាំ2008នេះផងដែរនឹងហើយបងប្អូនទាំងអស់គ្នានេះគឺជាប្រវត្តិសាស្ត្រឯកសារដ៏សំខាន់មួយដែលកម្ពុជាធ្លាប់ទទួលបានជ័យជំនះលើភាគីថៃតាក់ទងទៅនឹងការសម្រេចចិត្តរបស់អង្គការពិភពលោកដូច្នេះហើយក្នុងដំណាក់កាលនេះក៏ដូចគ្នាដែរបងប្អូនតាក់ទងទៅនឹងរឿងព្រំដែនប្រាសាទតាមាន់ធំតាមាន់តូចប្រាសាទតាក្របីក៏ដូចជាកន្លែងមុំ3រាជរដ្ឋាភិបាលកម្ពុជាបាននាំរឿងមួយនេះបានរៀបចំឯកសារនៃរឿងមួយនេះដែលយើងកំពុងតែជួបប្រទះជាមួយនឹងប្រទេសថៃដើម្បីទៅអង្គការទៅតុលាការពិភពលោកដូច្នេះហើយខ្ញុំសង្ឃឹមថាបន្ទាប់ពីតុលាការអន្តរជាតិសម្រេចក្តីនៅក្នុងសំណុំរឿងមួយនេះហើយប្រទេសទាំងពីរនឹងសម្របសម្រួលគ្នាក៏ដូចជាទទួលយកនៅអ្វីដែលអង្គការថ្នាក់លើដែលអង្គការអន្តរជាតិសម្រេចអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលាពុកម៉ែបងប្អូនដែលមានបំណងចង់ឧបត្ថម្ភក្នុងបេសកកម្មស្រាវជ្រាវរបស់ទេពយូរ៉ាពុកម៉ែបងប្អូនអាចឧបត្ថម្ភបានតាមរយៈគណនីធនាគារ ABA និង Esilida 086 533 366អរគុណពុកម៉ែបងប្អូនចំពោះការចូលរួម